តម្លៃមីអន្តរជាតិបានបំបីកំណត់ត្រាតម្លៃថ្មីនៅសប្តាហ៍នេះលោក Master Ken អគ្គនាយកសាលាបណ្ដុះបណ្ដាលហិរញ្ញវត្ថុទិញលូមីអន្តរជាតិបានឲ្យដឹងថាតម្លៃមីបានបំបីកំណត់ត្រាតម្លៃថ្មីកាលពីថ្ងៃសុក្រម្សិលមិញដោយបានហក់ឡើងដល់$3,720ក្នុងមួយដំណឹងឬស្មើនឹង$3,087ក្នុងមួយអោនបន្ទាប់ពីកម្ដៅកើនឡើងលើពន្ធគយថ្មីចំនួន25%របស់ប្រធានាធិបតីអាមេរិកលោក Donald Trump រួមទាំងបញ្ហាពន្ធគយផ្សេងៗទៀតដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី2ខែមេសាខាងមុខបានបង្កើនការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មពិភពលោកកើតឡើងតម្លៃមាសត្រូវបានគេមើលឃើញថាបានហក់ឡើងថ្លៃជាខ្លាំងនៅដើមឆ្នាំ2025នេះដោយបានបំបីកំណត់ត្រាជាច្រើនដងដោយសារភាពមិនច្បាស់លាស់លើបញ្ហាពន្ធគយរួមទាំងសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំបានបង្កឲ្យមានការភ័យខ្លាចនៃសញ្ញាធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក Master Ken បានយល់ឃើញបន្ថែមទៀតថាតម្លៃមាសអាចនឹងឡើងដល់$4,000ក្នុងមួយតម្លឹងនៅឆ្នាំនេះប្រសិនបើបន្តភាពតានតឹងលើភូមិសាស្ត្រនយោបាយនិងការប្រមូលទិញមាសពីធនាគារកណ្ដាលធំៗដែលបន្តទិញមាសស្តុកទុកចេះតែបន្តកើតឡើងដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងហាងចេញមាសប្រចាំថ្ងៃព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃនិងព័ត៌មានសំខាន់ៗជុំវិញពិភពលោកអ្នកអាចតាមដានបានតាមរយៈ Channel Telegram របស់ Master Ken Academy ដែលគ្រាន់ចុចទៅលើ link ដែលបានដាក់នៅក្នុង caption ខាងក្រោមវីដេអូសូមអរគុណ